រាល់ថ្ងៃមានឆ្កែមួយហ្នឹងឯងសម្រាប់ដើរលេងបងប្អូនបាទទោះមាន stress ប៉ុណ្ណាទុក្ខប៉ុណ្ណាក៏ត្រូវតែនាំវាដើរលេងដែរបងប្អូនបាទនិយាយរួមយើងចិញ្ចឹមឆ្កែគឺពេលខ្លះអាចជួយកាត់បន្ថយភាព stress ក៏ដូចជាភាព depression របស់យើងអញ្ចឹងណាពេលយើងធ្វើការច្រើនយើងរៀនច្រើនឬអីចឹងទៅយើងបាននាំវាដើរលេងទៅខាងក្រៅអញ្ចឹងទៅវាជួយឲ្យយើងនឹងមិនតាមផ្លិចភាពសៅហ្មងដូចជាការព្រួយបារម្ភរបស់យើងច្រើនអញ្ចឹងថាតែយើងដើរតែយើងឃើញវាលេងអញ្ចឹងទៅពេលខ្លះចិញ្ចឹមឆ្កែវាជួយកាត់បន្ថយកុំឲ្យយើង stress ដែរបងប្អូនបាទគេឥឡូវខ្ញុំហ្នឹងគឺឆ្កែខ្ញុំហ្នឹងវាឈ្មោះបារីអញ្ចឹងទៅវាអាយុប្រហែលជាជិត1ឆ្នាំហើយបងប្អូនបាទមួយថ្ងៃគឺអត់នៅគាត់ស្ងៀមទេបងប្អូនវាចេះនិយាយរួមវាឆ្លាតវាឆ្លាតហ្នឹងគឺវាមិនសូវចិត្តដើរតាមខ្ញុំទេបងប្អូនហើយគឺខ្ញុំខ្វៀវាដូចគោអញ្ចឹងបងប្អូនបាទទាញវាទាញយើងផងយើងទាញវាផងអញ្ចឹងដូចបងប្អូនមើលឃើញក្នុងវីដេអូហ្នឹងគឺទាញគ្នាទៅវិញទៅមកហ្នឹងបងប្អូនបាទយូររួមវាអត់ចង់ដើរតាមយើងទេវាចង់មានសេរីភាពដើរដោយឯករាជ្យខ្លួនវាអញ្ចឹងណាប៉ុន្តែដោយសារតែវាក្មេងអញ្ចឹងទៅវាមិនសូវជាស្ដាប់យើងប្រហែលទេបងប្អូនចឹងបើវាប្រហែលជា1ឆ្នាំកន្លះឬក៏2ឆ្នាំហើយវាអាចស្ដាប់យើងបានខ្លះអញ្ចឹងណាបងប្អូនបាទឥឡូវហ្នឹងគឺវាប្រឹងទាញហ្នឹងគឺថាតែវាឃើញឆ្កែផ្សេងអញ្ចឹងដើរអញ្ចឹងទៅវាចង់ទៅលេងជាមួយគេជាមួយឯងអញ្ចឹងណាបងប្អូនយើងដឹងហើយក្មេងទោះយើងក្មេងពេលដែលវាឃើញគេឃើញឯងអញ្ចឹងគឺជិះទៅលេងបងប្អូនបាទគឺអត់សូវជើនៅផ្ទះប្រហែលទេដូចឆ្កែក៏ដូចគ្នាដែរកាលណាវានៅតូចអញ្ចឹងទៅវាចូលចិត្តដើរលេងច្រើនបាទហើយដូចមនុស្សយើងដែរបងប្អូនបានហើយឆ្កែខ្ញុំនឹងផងដែរគឺពេលខ្ញុំទៅធ្វើការអញ្ចឹងបងប្អូនហើយធ្វើការហើយពេលព្រឹកឡើងអញ្ចឹងទៅវាជួយចិត្តមកលេងជាមួយខ្ញុំបងប្អូនបានវាពេលខ្ញុំមកវាធ្វើការចាក់សោអីចឹងវារត់មកទទួលខ្ញុំដូចទទួលយើងដូចមនុស្សទៅក្មេងដូចកូនគេទៅដូចកូនតែទទួលម៉ែមកពីផ្សារអញ្ចឹងបងប្អូនបានឆ្កែខ្ញុំស្តៀងគ្នាដែរពេលខ្ញុំមកដល់ផ្ទះអញ្ចឹងអូបងប្អូនហើយលោតហក់កញ្ច្រែងពេញហ្នឹងហើយបងប្អូនបានតែពីលោតហក់កញ្ច្រែងហើយគេទឹកដេកទៀតហើយបងប្អូនបានហើយពេលខ្ញុំធ្វើការវិញយប់អញ្ចឹងពេលខ្ញុំដេកពេលថ្ងៃបងប្អូនហើយដល់ម៉ោងវាឃ្លានគឺវាមកដាស់យើងហើយបងប្អូនបានជាទូទៅខ្ញុំដាក់ចំណីឲ្យវាស៊ីហ្នឹងគឺមួយថ្ងៃ3ដងអញ្ចឹងពេលព្រឹកពេលថ្ងៃហើយពេលល្ងាចអញ្ចឹងទៅពេលថ្ងៃហ្នឹងខ្ញុំកំពុងដេកអញ្ចឹងដល់ម៉ោងចំណីវាឃ្លានវាឡើងមកលើក្រែហើយវាដាស់យើងលិតមុខលិតមាត់យើងបងប្អូនហើយយល់ដូចមនុស្សអញ្ចឹងវាដាស់យើងទៅយើងដាក់ចំណីឲ្យវាស៊ីទៅហើយដល់ពេលម៉ោង6ពេលល្ងាចអញ្ចឹងទៅហើយពេលខ្ញុំចិត្តចេញទៅធ្វើការហ្នឹងគឺវាចាប់ដើមមកដាស់យើងម្ដងទៀតហើយបងប្អូនគឺវាដាស់យើងហ្នឹងដើម្បីឲ្យដាក់ចំណីឲ្យវាស៊ីទេបងប្អូនបាទវាមិនដាស់យើងដើម្បីឲ្យយើងទៅការគឺវាឃ្លានដែរអញ្ចឹងវាមកដាស់យើងដើម្បីបានចំណីអញ្ចឹងណាបងប្អូនបានអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងហើយខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូខ្ញុំបើពុកម៉ែបងប្អូនចូលចិត្តកុំភ្លេចជួយចុច share ចុច like ហើយនិង comment លើវីដេអូខ្ញុំផងបាទអរគុណ